កុំយកកំហុសរបស់អ្នកដទៃមកធ្វើជាលេសថាខ្លួនឯងគ្រាន់បើជាងត្រូវប្រយ័ត្នពីការមាក់ងាយរបស់អ្នកដទៃព្រោះនាំឲ្យបាត់បង់មេត្តាចិត្តខ្លួនឯងសរុបសេចក្តីមកគឺយើងត្រូវសិក្សាអប់រំចិត្តដោយប្រើសច្ចធម៌ទៀងត្រង់មិនបំផ្លើសនឹងការពិតត្រូវអភិវឌ្ឍខ្លួនឲ្យមានចំណេះដឹងមានគុណធម៌ឲ្យបានខ្ពង់ខ្ពស់ទើបបានសម្រេចនៃសេចក្តីសុខស្ងប់ក្នុងផ្លូវកាយនិងផ្លូវចិត្តរបស់ខ្លួនសេចក្តីទុក្ខនេះរមែងគ្របសង្កត់លើបុគ្គលអ្នកប្រមាទវាមិនខុសពីបុគ្គលបរិភោគត្រីហើយមិនបានប្រយ័ត្នក៏ត្រូវឆ្លាក់ឆ្អឹងត្រីដូច្នោះឯងរបស់ដែលមានទោសរមែងឲ្យទុក្ខឲ្យលំបាកតែមិនឲ្យខូចចិត្តនោះទេរសជាតិជាបណ្ឌិតតែងអប់រំចិត្តក៏សឹងតែនៅមានវិបត្តិដែរចំណែកបុគ្គលល្ងងខ្លៅវិញ